គឺថានងគ្នាមកញ៉ាំអីចុំគ្នាក្រោយយើងធ្វើកម្មវិធីជាមួយនឹងស្តង់ពីពណ៌របស់ខាងក្រសួងរួចរាល់គឺក្រុមការងារជាមួយនឹងជីងពៀនហាឆានិងនិស័យបានរួមបញ្ចូលគ្នាចំណុចបានអូយនិយាយរួមទៅគឺការងារចប់សពគ្រប់ដោយរលូនចឹងហើយមានកម្មវិធីបន្តិចតួចនាំគ្នាញ៉ាំអីឈៀលជុំគ្នាសបាយក្រោយពីការងារហត់ហើយអស់ពួកខ្ញុំគឺថាជុំគ្នាបែបនេះតាំងពីនៅក្នុងស្តង់ពីពណ៌ម៉េះយើងហត់យ៉ាងណាក៏ដោយក៏ត្រូវការសបាយជុំគ្នាហើយនេះគឺជាក្រុមការងាររបស់យើងជុំគ្នាអូឈៀលសបាយហ្មងណានេះគ្រាន់តែចប់ហើយភ្លាមគឺថាបងដាក់មកតបណាមានចាក់ខ្ចៅមានបុកល្ហុងមាននំប៉័ងសាច់មានអីដាក់សម្រន់មកតែម្ដងគឺថាគាត់ដឹងថាពួកខ្ញុំធ្វើការហត់អញ្ចឹងគាត់ទិញមកពីក្រៅហើយខ្ញុំអត់យូរទេគឺថាទិញទូរស័ព្ទដាក់ច្បាច់ទុកជា memory ឆ្នាំនេះគឺ2026ទុកឲ្យហើយ memory ហ្នឹងហើយដល់ពេលone memory យើងមាន event នៅលើក្រោយញ៉ាំបដាយើងនាំគ្នាពិចារណារឿង event ក្រោយទៀតបដាថាមានកម្មវិធីផ្សេងទៀតយើងនឹងត្រៀមអីតែអីដែលសំខាន់ពួកខ្ញុំគឺត្រៀមញ៉ាំជុំគ្នានេះសិននេះគឺដោយសារតែពួកយើងហត់ហើយអញ្ចឹងត្រូវតែត្រៀមជាមួយនឹងការញ៉ាំហើយឈៀលសប្បាយជុំគ្នាចាគឺថាមកធ្វើមកហូបនៅផ្ទះបងសក្តាជាលើកទី2តែម្ដងនេះហើយគឺថាស្នាដៃខ្ញុំផ្ទាល់តែម្ដងមិនដែរគ្រាន់តែមើលប៉ុណ្្នឹងដឹងជាតិប៉ុណ្ណាហើយចាគឺថាក្រហមឈៀលនេះមិនមែនហឹលទេណាញ៉ាំទៅអូខេវាហឹលដែរតែហឹលតិចតួចអាចទទួលយកបានអីអញ្ចឹងទៅប៉ុន្តែគ្រាន់ថាមើលទៅសម្រស់ដាក់មកញាក់សាច់ត្មងហ្នឹងណាចាហើយគ្រាន់ថាមកជុំគ្នានៅនេះអត់មានគ្នាអីច្រើនទេសុទ្ធតែធីមការងារហើយនឹងបងប្អូនក្មួយបងសក្តាតែប៉ុណ្្នឹងទេអញ្ចឹងអីដែលសំខាន់អ្វីដែលយើងហត់ហើយគឺយើងនាំគ្នាមកសบายបែបអញ្ចឹងមកញ៉ាំជុំគ្នារួចរាល់អស់ហើយយើងបែកជើងគ្នាទៅធ្វើអីផ្សេងហើយតួឯងចាគឺថាមកក្រោយគេចាហៀខ្ញុំគាត់មកក្រោយគេតែម្ដងអញ្ចឹងធ្វើការអបសាទរហៀមួយគ្រាន់តែឃើញមកគឺថាញោះបងភ្លាមតែម្ដងអត់ទុកទេគឺថាមកអញ្ចឹងជុំគ្នាសបាយអញ្ចឹងចាពួកខ្ញុំឲ្យទៅណាគឺថាអត់ខ្វះរឿងនិយាយគ្នាទេសបាយឈៀលញ៉ាំឆ្អែតអញ្ចឹងទៅយើងគិតការងារអីរួមគ្នាជាមួយនឹងជីងពៀនហើយចាជាមួយនឹងនិស័យថាគួរដាក់អីធ្វើអីឬក៏ចង់បរិយបែបអីអញ្ចឹងណានិយាយរួមទៅយើងពិចារណាទៅការងាររកស៊ីទេតែសបាយក៏សបាយមិនចូលគ្នានៅក្នុងនោះគឺយើងមានការរីករាយជាធីមការងារមួយដែលពួកខ្ញុំទើបតែរកគ្នាឃើញអាចនិយាយបានថាជាការសហការគ្នាហើយចាប់ដៃគ្នាធ្វើការងារយ៉ាងរលូនតាំងពីមុនស្តង់ពីពណ៌ទៀតអញ្ចឹងហើយគ្រាន់តែស្តង់ពីពណ៌គឺយើងហត់ដល់2ថ្ងៃបែបមានញឹកខ្លាំងអីអញ្ចឹងណាហត់ខុសប្លែកពីធម្មតាប៉ុន្តែខ្ញុំនិយាយតាមត្រង់កុំបានបងខ្ញុំចូលរួមជាមួយទេអញ្ចឹងហើយធូរកម្លាំងស្រីណាចង់និយាយថាអញ្ចឹងហើយស្រីឡើងខ្ជូតច្មេកច្មក់អញ្ចឹងនេះហើយបងប្រុសខ្ញុំទាំងពីរហ្នឹងគ្រាន់តែទៅជួយស្វាត់ដៃស្វាត់ជើងអូយកុំបានពួកគាត់មែននិយាយមែនធូរកម្លាំងច្រើនហើយបងគឺថាអត់មានមើលភ្នែកទេគ្រាន់តែឃើញកិច្ចការងារអីដែលចាត់ចែងបានគាត់ចាត់ចែងពុបឲ្យប្អូនមកឆ្ងាញ់តែម្ដងក្រោយពីពួកយើងញ៉ាំសប្បាយច្រៀងអីហើយគឺថានិយាយគ្នាលេងពីលក្ខណៈថាយើងឆែកមើលជាមួយនឹងតារានិកអីចឹងណាគឺថាប្រាប់ពីអត្តចរិតរៀងខ្លួនអីចឹងឲ្យគ្នាទៅវិញទៅមកបានស្ដាប់និយាយគ្នាលេនេះពីនោះនិយាយរួមទៅគឺថាអត់ខ្វះរឿងនិយាយទេឲ្យតែថាជុំគ្នាគឺថារឿងប្លែកតែខ្ញុំអត់យល់ដូចគ្នាម្ដងថ្ងៃហ្នឹងក៏នៅតែអត់យល់ដែរគឺថាកុំឲ្យជុំគ្នាសោះគឺថាសបោណារឿងបាទលៀនរឿងគឺថាអត់ចេះអស់ទេហើយគេហៅថាដៃគូដៃកង់ជុំគ្នានិយាយរួមទៅខ្ញុំមានតែសុបាយចិត្តរីករាយនឹងចាប់ដៃគ្នាសហការគ្នាដើរទៅមុខធ្វើមិនឲ្យចម្រើនជាមួយនឹងជីងពៀនហាឆានិងនិស័យជាមួយនឹងនំប៉័ងនំខេកយើងមានកម្រងជាមួយគ្នាជាច្រើនទៀតប៉ុន្តែគាត់ថាពួកខ្ញុំនឹងធ្វើម្ដងតិចរីកចម្រើនប៉ុណ្ណាយើងព្យាយាមរីកប៉ុណ្ណឹងចឹងហើយនេះគឺជាសេចក្តីស្រឡាញ់រាប់អានការដែលយើងរស់ស៊ីជាមួយគ្នានិងធ្វើដំណើរទៅមុខជាមួយគ្នាឲ្យរីកទាំងអស់គ្នានេះហើយគឺជាសេចក្តីស្រឡាញ់ដែលគេហៅថាប៉ិតណារបស់គេចាគឺមនុស្សយើងសំខាន់ជាងគេក្នុងការរាប់អានគឺមានតំណែងល្អជុំគ្នាហើយមិនក្បត់គ្នាមិនស៊ីលើស៊ីក្រោមលើគ្នាតែប៉ុណ្្នឹងបានហើយឲ្យទៅជួបគ្នាមានរឿងសប្បាយរីករាយញ៉ាំឆ្ងាញ់ទាំងអស់គ្នាហត់ទាំងអស់គ្នានេះគឺជាសេចក្តីស្រឡាញ់រាប់អានពិតប្រាកដដែលពិបាកនឹងរកចឹងហើយអ្វីដែលពួកខ្ញុំសង្ឃឹមនៅលើមិត្តភាពមួយនេះមានតែចាប់ដៃគ្នារលូនហើយដើរទៅមុខនិងរីកចម្រើនមានតែប៉ុណ្្នឹងឯងអញ្ចឹងហើយវីដេអូរបស់ខ្ញុំអស់ហើយត្រឹមហ្នឹងឯងអរគុណអ្នកទាំងអស់គ្នាដែលបានចូលមើលជាមួយនឹង Channel YouTube Dilia Show All អ្នកទាំងអស់គ្នាកុំភ្លេច Subscribe ផងណាហើយបងជាមួយនឹង Page គឺថាជួយ Follow ម្នាក់មួយផងរាប់អានគ្នាអរគុណជម្រាបលាអ្នកទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូខាងក្រោយទៀត